បច្ចេកវិទ្យានៃរបបសង្គមគឺផ្លាស់ប្ដូរលឿនខ្លាំងមែនទែនកាលពីមុនយើងចូលចិត្តឡានដែលមានម៉ាស៊ីនច្រើនហើយទោះចំណាយច្រើនយ៉ាងណាក៏មិនថ្មីប៉ុន្តែពេលនេះគឺបងប្អូនភាគច្រើនគឺថាចាប់ផ្ដើមកលេចមកមើលរថយន្ត EV ជាច្រើនហើយនេះគឺជា5ចំណុចខ្លីៗដែលធ្វើឲ្យមានកំណើននៃការប្រើប្រាស់រថយន្ត EV វិញទី1គឺចំណាយតិចជាងមុនបើយើងប្រៀបធៀបជាមួយនឹងការប្រើប្រាស់ឡានសាំងទី2 performance ខ្លាំងគឺថាជាន់ស្ទុយហើយពេលយើងជិះទៅគឺថាវាធូរ smooth តែម្ដងទី3វិញគឺថាវា modern ហើយការ design របស់វាគឺផ្ដល់នូវភាពទាន់សម័យច្រើនហើយទី4វិញគឺគ្រប់ឡាន EV នឹងជាអនាគតកាលនៃការប្រើប្រាស់ហើយទី5វិញគឺខ្ញុំស្រឡាញ់និងពេញចិត្តតែម្ដងគឺថាឡាន EV គឺផ្ដល់នូវ function ទំនើបគឺមានបច្ចេកវិទ្យាថ្មីៗគឺថាគ្រប់យ៉ាងសៀតចូលទៅក្នុងឡាន EV ទាំងអស់តែម្ដងហើយមិនតែប៉ុណ្ណោះខ្ញុំក៏បានសាកបើកបរនៅឡាន EV ថ្មីរបស់ក្រុមហ៊ុន Leo Motor ដែលមាន model ថា C10 ហើយបើយើងបានដឹងអំពីលក្ខណៈពិសេសរបស់វាក៏ដូចជាភាពលុយឆាយនិង function របស់វាគឺថាក្នុងតម្លៃ 30,000 នេះគឺបងប្អូននឹង surprise តែម្ដងឥឡូវមកមើលបទពិសោធន៍នៃការតេស្តជិះរបស់ខ្ញុំទាំងអស់គ្នាថាវាលុយឆាយកន្លែងណាខ្លះដំបូងគេតែម្ដងគឺថាឡាននេះប្រើប្រាស់កាតដើម្បី scan គឺថាយើងអាចប្រើប្រាស់សោទេដែលនេះគឺជាបច្ចេកវិទ្យានៃអនាគតកាលហើយចំពោះការសាក់ថ្មគឺយើងសាក់មកពេញប្រើប្រាស់បានរហូតដល់530 គីឡូម៉ែត្រអញ្ចឹងសម្រាប់ long range យើងធ្វើដំណើរផ្លូវឆ្ងាយអីគឺអត់សូវបារម្ភទេវាមាន sunroof ដែលយើងអាចបើកដំបូលខាងលើបានហើយពេលយើងចូលឡានគឺមាន welcome seat សម្រាប់ driver តែម្ដងគឺវាស្គាល់នៅកៅអីរបស់យើងហើយចំពោះ screen display គឺថាវាទំនើបខ្លាំងមែនទែនគឺថាអាចគ្រប់គ្រងនៅឡានមួយផ្ទាល់តែម្ដងមិនថាមើល setting របស់ឡានមើលអំពី info របស់ឡានគឺថាយើងអាចបើកកញ្ចក់ក៏បានដែរជមើនេះក៏វាអាចបង្ហាញអំពីវីដេអូនៅពេលដែលយើងបើកបោក៏ដូចជានៅពេលដែលយើងអាយ៉ាហើយសំខាន់គឺថា360 degree ទៀតហើយវាអាចធ្វើទៅបានគឺដោយសារតែឡាននេះគឺមានបំពាក់កាមេរ៉ាជុំវិញតែម្ដងចំណុចដែលតាក់បេះដូងខ្ញុំយកតែម្ដងគឺថាវាមាន ambient light នៅក្នុងនេះផ្ទាល់អ្វីដែលពិសេសគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាគឺថាពេលដែលយើងដាក់ចម្រៀងបាទគឺថាវាលោតាមនឹងទៀតហើយបើនិយាយដល់ seat ខាងក្រោយគឺថាខាងក្រោយនេះគឺថាធំទូលាយមែនតើហើយសំខាន់គឺថាមានម៉ាស៊ីនត្រជាក់នៅកណ្ដាលនឹងទៀតហើយអត់តឲ្យចំពោះនៅកន្លែងកណ្ដាលនេះគឺយើងអាចសាក់ wireless charge បានគឺថាយើងគ្រាន់តែដាក់ទូរស័ព្ទទៅគឺថាវាសាក់អូតូតែម្ដងគឺថានេះគឺថាអូតូមករថយន្ត Leo Motor C10 គឺប្រើប្រាស់ប្រព័ន្ធលាប Pilot ហើយនេះគឺជាប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតរបស់ក្រុមហ៊ុនដែលបំពាក់មកគឺថាមានដូចជា Auto Brake មានកាមេរ៉ា540 degree ដែលអាចមើលឃើញដល់បាតរថយន្តហើយក៏មានកាមេរ៉ា 4K ដែលភ្ជាប់មកដើម្បី record ស្រាប់ផងដែរហើយចំណុចមួយនេះក៏ខ្ញុំឆ្លាញ់ផងដែរគឺថាជា speaker របស់វាគឺថាក្នុងឡាននេះគឺមានរហូតដល់12គ្រាប់ឯណោះហើយផ្ដោតមួយទៀតក៏ទៅលើផ្នែកខាងក្នុងរបស់វានឹងគឺបងប្អូនអាចឃើញបានគឺថាពណ៌របស់វាគឺ premium ប្រណិតខ្លាំងមែនទែនបែបនេះហើយចំពោះរថយន្ត Leo Motor C10 គឺបងប្អូនកាន់ទឹកប្រាក់ $30,000 គឺថាបងប្អូនអាចទទួលបានភាពទំនើបអស្ចារ្យទាំងអស់នេះហើយបងប្អូនបើចាប់អារម្មណ៍គឺថាអាចទៅមើលផ្ទាល់នៅ Leo Motor បានគឺថានៅពេលដែលយើងទិញគឺមានការធានារហូតដល់5ឆ្នាំពីក្រុមហ៊ុនគេតែម្ដងជួបគ្នាជាមួយបាទ Elvin នៅវីដេអូក្រោយទៀត